សួស្តីប្រិយមិត្តបងប្អូនទាំងអស់គ្នានាពេលបច្ចុប្បន្ននេះបើយើងងាកមកមើលទៅសភាពការពិភពលោកយើងពិតជាឃើញមានការប្រែប្រួលនិងគួរឲ្យព្រួយបារម្ភខ្លាំងណាស់ព័ត៌មានអំពីសង្គ្រាមនៅក្រៅប្រទេសវិបត្តិសេដ្ឋកិច្ចនិងការឡើងថ្លៃអំពីទំនិញនិងភាពមិនប្រកបប្រជានៃអនាគតបានធ្វើឲ្យមនុស្សជាច្រើនរស់នៅក្នុងភាពភ័យខ្លាចនិង stress ជារៀងរាល់ថ្ងៃមនុស្សជាច្រើនចាប់ផ្ដើមបារម្ភថាបើថ្ងៃណាមួយសង្គ្រាមឬវិបត្តិធំៗធ្លាក់មកលើខ្លួនឯងតើត្រូវធ្វើដូចម្តេចតើត្រូវរៀបចំជីវិតបែបណាឬក៏ថ្ងៃណាទៀតនៅក្នុងជំនួបជាច្រើនរវាងពុទ្ធបរិស័ទនិងព្រះអង្គចន្ទមុនីព្រះអង្គតែងតែមានសន្និកាយ៉ាងស៊ីជម្រៅដាស់តឿនចិត្តមនុស្សមិនឲ្យលិចលង់ក្នុងភាពភ័យខ្លាចឡើយប៉ុន្តែត្រូវជំនួសមកវិញនៅការត្រៀមខ្លួននិងការមានស្មារតីជាពិសេសគឺជាការចេះគ្រប់គ្រងនិងសន្សំលុយកាក់ចិញ្ចឹមជីវិតថ្ងៃនេះយើងនឹងមកស្ដាប់នៅការសម្ដែងធម៌និងដំបូន្មានរបស់ព្រះអង្គអំពីការសន្សំទ្រព្យក្នុងសម័យកាលដ៏លំបាកទាំងអស់គ្នាព្រះអង្គចន្ទមុនីតែងតែរំលឹកថាពេលដែលឮព័ត៌មានមិនល្អឬរឿងរ៉ាវសង្គ្រាមអ្វីដែលយើងត្រូវធ្វើមុនគេគឺការរក្សាចិត្តឲ្យស្ងប់និងមានសតិព្រះអង្គមានសន្និកាថាកាលណាដែលចិត្តយើងភ័យខ្លាចខ្លាំងពេកយើងនឹងធ្វើឲ្យការសម្រេចចិត្តខុសដូចជាការសម្រុកទៅទិញទំនិញទាំងបង្ខំឬការចាយវាយវង្វេងវង្វាន់ជាដើមនៅក្នុងផ្លូវធម៌ព្រះពុទ្ធបានបង្រៀនអំពីអបមាទធម៌គឺភាពមិនប្រមាទក្នុងជីវិតព្រះអង្គចន្ទមុនីបានយកចំណុចនេះមកបញ្យល់យ៉ាងសាមញ្ញថាជីវិតមនុស្សមិនដឹងថាមានរឿងអ្វីកើតឡើងនៅថ្ងៃស្អែកនោះទេដូច្នេះនៅក្នុងថ្ងៃសម័យកាលដែលមានសញ្ញាវិបត្តិក្នុងសង្គ្រាមឬមនុស្សត្រូវបោះបង់ចោលនៅទម្លាប់ហឺហានិងការចាយវាយចាស់ជាយការចេះសន្សំសំចៃលុយកាក់នៅពេលនេះមិនមែនជាការកំណាញ់ហ្វិតស្វាញនោះទេប៉ុន្តែវាជាការកសាងរបងការពារជីវិតសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារដើម្បីឲ្យបងប្អូនងាយយល់ព្រះអង្គតែងតែដកស្រង់ធម៌ស្ដីអំពីការបែងចែកលុយកាក់ជា4ប្រភេទដែលយកមកអនុវត្តក្នុងសម័យវិបត្តិយ៉ាងស័ក្តិសិទ្ធិប្រភេទទី1សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃទិញអាហារថ្នាំសង្កូវអ្វីដែលចាំបាច់បំផុតប្រភេទទី2យកទៅវិនិយោគឬពង្រីកការរកស៊ីដែលសុវត្ថិភាពប៉ុន្តែក្នុងសម័យសង្គ្រាមឬវិបត្តិវិភាគពីភាគនេះត្រូវបង្វែរមកជាការសន្សំឬសាច់ប្រាក់ឬវត្ថុមានតម្លៃដែលងាយស្រួលប្រើភ្លាមៗនៅពេលដែលមានអាសន្នប្រភេទទី4យករក្សាទុកសម្រាប់ប្រើប្រាស់ក្នុងពេលដែលមានអាសន្នឬមានជំងឺដង្កាត់ព្រះអង្គចន្ទមុនីតែងតែរំលឹកថាមនុស្សដែលឆ្លាតគឺជាមនុស្សដែលចេះត្រៀមអស់នឹងអង្គទុកពេលដែលភ្លៀងធ្លាក់ការសន្សំលុយក្នុងសម័យសង្គ្រាមគឺផ្ដោតទៅលើរបស់ដែលចាំបាច់សម្រាប់រក្សាជីវិតមិនមែនរបស់សម្រាប់សម្ភារៈនិយមឬដេញតាមសម័យកាលនោះឡើយចំណុចដ៏អស្ចារ្យមួយនៅក្នុងសន្និការបស់ព្រះអង្គគឺទោះបីជាព្រះអង្គប្រដៅឲ្យចេះសន្សំលុយកាក់ដើម្បីការពារខ្លួនក៏ដោយប៉ុន្តែព្រះអង្គមិនដែលបង្រៀនឲ្យមនុស្សទៅជាមនុស្សអាត្មានិយមបោះបង់អ្នកដទៃនោះឡើយព្រះអង្គមានសន្និកាថានៅក្នុងសម័យសង្គ្រាមឬសម័យកាលលំបាកអ្វីដែលគួរឲ្យខ្លាចជាងការអត់លុយគឺការដាច់សើធម៌និងការបាត់បង់ទឹកចិត្តមនុស្សបើមនុស្សឃើញតែលុយឃើញតែខ្លួនឯងនោះសង្គមនឹងទៅជាវឹកវរប្លន់បោកគ្នាមិនខានមិនខុសពីនរកលោកីឡើយដូច្នេះទោះបីជាយើងត្រូវសន្សំសំចៃក៏ដោយគោយើងត្រូវរក្សាចិត្តមេត្តាចែករំលែកទៅកាន់អ្នកដែលទន់ខ្សោយជាងយើងតាមលទ្ធភាពបុណ្យកុសលនិងទឹកចិត្តដែលយើងជួយគ្នាក្នុងគ្រាលំបាកនេះហើយដែលជារបាំងការពារដ៏ធំធ្វើឲ្យជីវិតយើងជួបតែមនុស្សល្អៗនិងរកផ្លូវរស់ឃើញក្នុងគ្រាអាសន្ននេះឯងប្រិយមិត្តបងប្អូនទាំងអស់គ្នាសរុបសេចក្តីមកវិញដំបូន្មានរបស់ព្រះអង្គចន្ទមុនីមិនត្រឹមតែជាធម៌សម្រាប់សោតថ្វាយបង្គំតែប៉ុណ្ណោះទេ
ប៉ុន្តែជាទស្សនវិជ្ជាជីវិតជាក់ស្ដែងក្នុងសម័យកាលដែលពិភពលោកពោរពេញទៅដោយភាពមិនច្បាស់លាស់នឹងរឿងរ៉ាវសង្គ្រាមនេះការចេះអត់ធ្មត់សន្សំលុយកាក់និងការរៀបចំជីវិតឲ្យមានសណ្ដាប់ធ្នាប់គឺជារឿងសំខាន់បំផុតចូលយើងឈប់ភ័យខ្លាចប៉ុន្តែត្រូវងាកមកពង្រឹងស្មារតីខ្លួនឯងវិញកាត់បន្ថយការចំណាយមិនចាំបាច់រក្សាលុយកាក់ទុកសម្រាប់គ្រាអាសន្ននិងអ្វីសំខាន់បំផុតនោះគឺត្រូវរក្សាចិត្តឲ្យស្ងប់និងធ្វើអំពើល្អជារៀងរាល់ថ្ងៃព្រោះនៅចុងបញ្ចប់មនុស្សដែលមានសតិនិងមានការត្រៀមខ្លួនជានិច្ចគឺជាមនុស្សដែលអាចឆ្លងផុតគ្រប់ឧបសគ្គទោះបីជាពិភពលោកខាងក្រៅមានព្យុះភ្លៀងខ្លាំងប៉ុណ្ណាក៏ដោយវីដេអូសម្រាប់ទូន្មានអប់រំអំពីលុយកាក់ចប់តែប៉ុណ្្នេះឯងអរគុណពុកម៉ែបងប្អូនដែលស្ដាប់ទស្សនានៅវីដេអូនេះដល់ចប់សូមជូនពរពុកម៉ែបងប្អូនបានតែលាភជ័យទោះទីឆ្ងាយទីជិតសូមឲ្យមានសុវត្ថិភាពផ្លូវឆ្ងាយផ្លូវចិត្តសូមអរគុណសម្រាប់ស្ដាប់នៅវីដេអូនេះដល់ចប់